ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកផ្សំបន្លែជុំវិញផ្ទះដាក់ជាមួយនឹងបន្លែកកូស្លកកូហូបម្ដងចាបន្លែកកូនេះអត់បានទិញគេហាន់ស្រាប់ទេទិញគេមួយមុខបន្តិចយើងយកមកហាន់ខ្លួនឯងណាបានវាមានអនាម័យអីចឹងទៅហើយព្រួយបន្លែស្លឹកហ្នឹងគឺបេះជុំវិញផ្ទះទេខែហ្នឹងវាខែក្តៅផងអញ្ចឹងសល់បានដល់បន្តិចហ្នឹងបងប្អូនចាហើយស្លកករបស់ខ្ញុំមិនខុសអីពីបងប្អូនទេគ្រាន់តែថាខ្ញុំថ្ងៃហ្នឹងមានថែមជាមួយនឹងថប់ពុតញងហើយថប់ពុតញងនេះខ្ញុំលីងវាមុនចាហើយបានកូនប្រុសមួយហ្នឹងអូយឲ្យតែថាធ្វើអីម៉ាក់អូនចេះស្លអូនជួយអញ្ចឹងទៅធ្វើមុខក្រោយទៅម្លេងអាថប់ពុតញងនឹងវាផ្ទុះផងអីហងទៅកិច្ចទៅបាត់ទៅដល់ពេលយើងធ្វើឲ្យអីហើយតាំងមកទៀតគេមកជួយចាក់ជួយអីណាណីទៀតដែរបងប្អូនហើយបានកូនប្រុសបងប្អូនដូចកូនប្រុសខ្ញុំដែរជួយគ្រប់មុខតែបើយើងធ្វើមកទេក្មេងគាត់ជួយអញ្ចឹងយើងក៏ឲ្យគាត់ជួយទៅកុំបដិញគាត់ដើម្បីឲ្យគាត់រៀនស្គាល់ជីវិតរបស់គាត់ថាត្រូវធ្វើអីអញ្ចឹងហើយកាលណាគាត់ជួយយើងអញ្ចឹងទៅថ្ងៃមុខទៅអាចថាអនាគតរបស់គាត់ចេះជួយចែកម្លែកអីគ្នាទៅវិញទៅមកអីអញ្ចឹងទៅចាហើយនេះសម្លរបស់ខ្ញុំអត់មានខុសអីពីបងប្អូនទេអ្នកខ្លះគាត់ស្លដាំទឹកមុនទៅខ្ញុំស្លឆាគ្រឿងមុនទៅព្រោះខ្ញុំឃើញបងប្អូនខ្លះក៏ស្លឆាគ្រឿងអញ្ចឹងដែរហើយថ្ងៃនេះខ្ញុំអត់ដាក់សាច់ជ្រូកទេអញ្ចឹងពេលខ្ញុំឆាគ្រឿងហើយខ្ញុំដាក់បន្លែចូលខ្ញុំត្រីចាំដាក់តាមក្រោយព្រោះដោយសារត្រីវាឆាប់បែកឆាប់អីអញ្ចឹងណាពេលខ្ញុំឆាបន្លែឆាអីហ្នឹងហើយខ្ញុំដាក់អង្ករលីងហើយយើងបានអង្ករលីងខ្លួនឯងកិនខ្លួនឯងអញ្ចឹងឈ្ងុយប្រកាសថាក្នុងអង្ករហ្នឹងវាអត់មានលាយពោតលាយអីអញ្ចឹងណាហើយយើងគ្របទុកមួយសន្ទុះទៅយើងបន្ថែមលីងវាមើលថាវារៀងទុនហើយអីហើយក៏ខ្ញុំដាក់អង្ករលីងហ្នឹងថែមមកបន្តិចទៀតមុនខ្ញុំដាក់ទឹកចាខ្ញុំមិនតន់ដាក់ត្រីទេពីព្រោះដោយសារត្រីវាឆាប់ផុយហើយខ្ញុំថែមគ្រឿងយើងដាក់ឲ្យមកមានស្ករប៊ីចេងអំបិលអីចឹងទៅចាហើយយើងដាក់ទឹកចូលមកងាស់វាមកផុយបន្លែអីចឹងទៅចាបើសិនជាបងប្អូនចង់ឲ្យផុយជាងនឹងទៀតក៏ថែមឲ្យវារៀងពុះ 4-5 ពុះអីទៀតចឹងទៅហើយខែហ្នឹងសបោមានស្លឹកឆេះមានតាំងពីត្នោតនេះស្លកកូត្នោតស្លឹកឆេះក៏ឆ្ងាញ់ដែរតែដោយសារអត់បានទៅផ្សារទេព្រោះបន្លែឥឡូវងាយបងប្អូនគេដឹកចូលមកឲ្យដល់មុខផ្ទះអត់ថាដូចត្នោតដឹកអីហ្នឹងអត់មានមកលក់ដល់មុខផ្ទះទេតើយើងទៅដល់ផ្សារចាហើយនេះបានដាក់ត្រីខ្ញុំស្លជាមួយត្រីឆ្លាំងឬក៏យើងមានត្រីពោឬក៏ត្រីប្រែតលេអីនោះយកមកស្លកកូជាពីត្រូវជាតិគ្នាណាហើយបើបានឆ្អឹងជនីជ្រូកលាយតិចទៀតដែរឆ្ងាញ់បណ្ដៃយើងស្លបន្តិចអញ្ចឹងយើងដាក់មុខបន្តិចហើយនេះខ្ជិលទៅផ្សារបន្លែមកដល់មុខផ្ទះហើយក៏មានបណ្ណាស្លប៉ុណ្ណឹងទៅមកថប់ពុតញងអីនេះអត់បានទិញទេបែរនៅមុខផ្ទះអញ្ចឹងម៉ែគាត់ដាំចេះតែផ្សំបានមុខបន្តិចទៅចាឥឡូវមើលថាស្លហ្នឹងវារៀងសំណំគ្រាន់ថាបន្លែខ្លះវាផុយហើយត្រីក៏វាឆ្អិនហើយចាប់ផ្ដើមបងបន្លែខៀវអាពណ៌ស្វាយហ្នឹងគឺផ្កាបោះអង្គាដីចាអង្គាដីម៉ែខ្ញុំដាំហ្នឹងគឺវាពណ៌ស្វាយហើយពេលដែលយើងយកវាមកដាក់ស្លតដកបដូរវាចេញបើអ្នកចេះហូបល្វីងដាក់ទាំងសំណុំវាក៏បានដែរតែបើអត់ចេះល្វីងទេដកបដូរចេញទៅចាអាហ្នឹងឆ្ងាញ់តែបើយើងចេះហូបដល់ស្លឹកម្រះដល់អីហើយមិនបាច់ដកបដូរវាទេដាក់ទាំងដុលទៅវាមើលទៅវាច្រើនហើយឆ្ងាញ់ទៀតចាចឹងសឡរបស់នាងខ្ញុំឆ្អិនរួចរាល់ហើយអញ្ជើញបងប្អូនទាំងអស់គ្នាមកប្រសាបាយមួយខ្ញុំថ្ងៃនេះណាចាហើយបើម៉ាក់ខ្ញុំវិញប៉ាខ្ញុំវិញឆ្អិនបានភាសាមុនគេព្រោះគាត់ចូលចិត្តមិនថាសឡប ប្រហើស្លកកូទេ
គាត់ចូលចិត្តភាសាម្ហូបខ្មែរយើងណាបើអញ្ជើញគាត់ទៅភាសាម្ហូបបរទេសគាត់ថាហូបកើតទេចាញ់ស្លកកោគាត់ទេអរគុណទាំងអស់គ្នាបាយបាយជំរាបលា